ប័ណ្ណព័ត៌មាននិងព្យាករណ៍កម្ពស់ទឹកក្រសួងធនធានទឹកនិងអូតូនិយមបានឲ្យដឹងថាកម្ពស់ទឹកពិនិត្យឃើញនៅថ្ងៃទី30ខែតុលាឆ្នាំ2025វេលាម៉ោង7ព្រឹកតាមបណ្ដាស្ថានីយជលសាស្ត្រទន្លេមេគង្គស្ទឹងត្រែងថ្ងៃនេះទឹកមានកម្ពស់6ម៉ែត្រ41សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ8សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន10ម៉ែត្រ70សង់ទីម៉ែត្រទន្លេមេគង្គក្រចេះថ្ងៃនេះទឹកមានកម្ពស់15ម៉ែត្រ6សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ44សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន22ម៉ែត្រទន្លេមេគង្គកំពង់ចាមថ្ងៃនេះទឹកមានកម្ពស់9ម៉ែត្រ74សង់ទីម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញ20សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន15ម៉ែត្រ20សង់ទីម៉ែត្រទន្លេបាសាក់ចាក់ទៅមុខថ្ងៃនេះទឹកមានកម្ពស់7ម៉ែត្រ78សង់ទីម៉ែត្រស្មើថ្ងៃម្សិលមិញកម្រិតកម្ពស់ប្រុងប្រយ័ត្ន10ម៉ែត្រ50សង់ទីម៉ែត្រទន្លេមេគង្គអ្នកលឿងថ្ងៃនេះទឹកមានកម្ពស់5ម៉ែត្រ66សង់ទីម៉ែត្រស្មើថ្ងៃម្សិលមិញកម្រិតកម្ពស់ប្រុងប្រយ័ត្ន7ម៉ែត្រ50សង់ទីម៉ែត្រទន្លេបាសាក់កោះខែលថ្ងៃនេះទឹកមានកម្ពស់6ម៉ែត្រ82សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ2សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន7ម៉ែត្រ90សង់ទីម៉ែត្រទន្លេសាបព្រែកក្តាមថ្ងៃនេះទឹកមានកម្ពស់7ម៉ែត្រ61សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ11សង់ទីម៉ែត្រកម្រិតកម្ពស់ប្រុងប្រយ័ត្ន9ម៉ែត្រ50សង់ទីម៉ែត្របឹងទន្លេសាបកំពង់ហ្លួងថ្ងៃនេះទឹកមានកម្ពស់7ម៉ែត្រ70សង់ទីម៉ែត្រទាបជាងថ្ងៃម្សិលមិញ3សង់ទីម៉ែត្រស្ថានភាពទឹកទន្លេស្ថានីយជលសាស្ត្រទន្លេមេគង្គទន្លេសាបនិងទន្លេបាសាក់ទឹកបាននឹងកំពុងឡើងនិងស្រកបន្តិចបន្តួចសូមអរគុណ